ភ្នែកស្រង់ថ្ងៃឃ្លៀតលីមិត្តញាតមកបនតសិក្សាឃ្លៀតភូមិស្រុកគ្រួសារឃ្លៀតពុកម៉ែឃ្លៀតបងប្អូនកូនមកឆ្ងាយម្នាក់ឯងពុកម៉ែចង់បែកខ្លាចកូនទុក្ខាមកភ្នំពេញសិក្សាបរិញ្ញាដែលកូនត្រូវតែប្រឹងពុកម៉ែខំព្រោះកូនដើម្បីកូនបានចូលសាលាម៉ែលងគេស្រែចំការដុល្លារឲ្យកូនបានចូលរៀនពុកម៉ែនៅស្រុកប្រឹងធ្វើការឲ្យកូនវិញប្រឹងរៀនមិនដែលខានត្រូវតស៊ូបញ្ចប់ឲ្យបានដើម្បីមានអនាគតល្អថ្ងៃខ្លាំងអត់ថ្ងៃខ្លាំងមានក៏ក្នុងចិត្តខំប្រឹងបន្តទិញដោយសារគុណពុកម៉ែខំធ្វើស្រែឲ្យកូនសិក្សាភ្នែកស្រង់ថ្ងៃឃ្លៀតលីមិត្តញាតមកបនតសិក្សាឃ្លៀតភូមិស្រុកគ្រួសារឃ្លៀតពុកម៉ែឃ្លៀតបងប្អូនកូនមកឆ្ងាយម្នាក់ឯងពុកម៉ែចង់បែកខ្លាចកូនទុក្ខាមកភ្នំពេញសិក្សាបរិញ្ញាដែលកូនត្រូវតែប្រឹងម៉ែខំព្រោះកូនដើម្បីកូនបានចូលសាលាម៉ែលងគេស្រែចំការដុល្លារឲ្យកូនបានចូលរៀនពុកម៉ែនៅស្រុកប្រឹងធ្វើការឲ្យកូនវិញប្រឹងរៀនមិនដែលខានត្រូវតស៊ូបញ្ចប់ឲ្យបានដើម្បីមានអនាគតល្អថ្ងៃខ្លាំងអត់ថ្ងៃខ្លាំងមានក៏ក្នុងចិត្តខំប្រឹងបន្តមិនដោយសារគុណពុកម៉ែខំធ្វើស្រែឲ្យកូនសិក្សាខំព្រោះកូនដើម្បីកូនបានចូលសាលាម៉ែលងគេស្រែចំការដុល្លារឲ្យកូនបានចូលរៀនហើយនៅស្រុកប្រឹងខំធ្វើការឲ្យកូនវិញប្រឹងរៀនមិនដែលខានត្រូវតស៊ូបញ្ចប់ឲ្យបានដើម្បីមានអនាគតថ្ងៃខ្លាំងអត់ថ្ងៃខ្លាំងមានក៏ក្នុងចិត្តខំប្រឹងបន្តនឹងដោយសារគុណពុកម៉ែខំធ្វើស្រែឲ្យកូនសុខ